គ្រួសារណាក៏ដោយគឺត្រូវការជាងគេគឺភាពរីករាយនិងសុភមង្គលពេលខ្លះបងប្អូនកូនលេងជាមួយយើងលេងជាមួយកូនក៏បង្កើននូវសុភមង្គលនិងសប្បាយរីករាយផងដែរហើយបើសិនជាពេលខ្លះឃើញប្រពន្ធរវល់មើលកូនមើលអីហើយយើងជាប្តីຕົកទូរស័ព្ទមកកណ្ដប់សិនទៅហើយប្រម៉ែប្រមូលអាវ៉ាន់ណាដែលយើងគិតថាយើងអាចជួយបានជួយគាត់ទៅដូចជាការលាងចានបាទលាងឆ្នាំងលាងខ្ទះបាទជូតសម្អាតបាទគ្រឿងកប៉ិកប៉ុកណាដែលយើងអាចជួយបានក៏ជួយទៅពីព្រោះការងារមួយចំនួនបរោះអាចធ្វើបានដែរដូចជាបោកកៅអៅបាទដោះបន្ទប់ទឹកបាទលាងសម្ភារៈកូនបោកកៅអៅកូនគ្រប់យ៉ាងសុទ្ធតែបរោះអាចធ្វើបានគ្មានការងារណាដែលប្រកែប្រកាន់ថាតលតែនារីដូចជាប្រពន្ធទៅធ្វើបានតលតែបរោះជាប្តីទៅធ្វើបានអត់ទេឲ្យតែជាការងារផ្ទះឲ្យតែយើងរួមដៃគ្នាធ្វើបើសិនជាប្រពន្ធរវល់ប្តីជាអ្នកធ្វើបើសិនជាប្តីរវល់ប្រពន្ធជាអ្នកធ្វើរស់នៅជាមួយគ្នាចេះបង្កើននៅសុភមង្គលចេះផ្ដល់ស្នាមញញឹមឲ្យគ្នាទៅវិញទៅមកទើបគ្រួសាររីកចម្រើនសង្ឃឹមថាវីដេអូមួយនេះជាទុនមួយឬក៏ជាផ្នែកមួយសម្រាប់បងប្អូនទាំងអស់គ្នាហើយក៏ជាចំណេះដឹងមួយសម្រាប់អ្នកដែលមានគ្រួសារថ្មីថ្មោងជាប្តីកុំសូវដើរលេងច្រើនពេកបើអាចគួរតែនៅផ្ទះនៅក្បែរប្រពន្ធកូនកសាងសុភមង្គលគ្រួសារទើបជារឿងប្រសើរ